ចាំបានបន្ទាប់ពីលាងសាច់មាន់ហើយដាក់ចូលទៅក្នុងឆ្នាំងស្ងោរបានហើយណាតែការឲ្យឃុំជួយរំលឹកជំហានបន្តទេដាក់ទាំងអស់ហ្នឹងឬក៏កាត់អាចដាក់ទាំងអស់បានតែបើចង់ដាក់เป็นដុំៗក៏កាត់បានដែរតាមចំណូលចិត្តអ្នកនាងតែមុននឹងដាក់ចូលឆ្នាំងอย่าลืมសាច់ញីស្លឹកគ្រៃនិងគល់ស្លឹកគ្រីចូលសិនណាដើម្បីឲ្យមានក្លិនឈ្ងុយអូខេចាំតិចខ្ញុំរើសែនមកបាកូនទីសិនចាបានខ្ញុំនឹងរំចាំអូខេចាំតិចកុំបាត់ណាអញ្ចឹងស្ងោរជ្រូកយើងអាចដាក់ក្រូចបានទេនេះក្រូចនេះយើងអាចដាក់បានអត់ស្ងោរជ្រូកតើយើងអាចដាក់តែក្រូចបានអត់ដាក់តែក្រូចឆ្មាបានតាតែយើងដាក់នៅពេលក្រោយបន្តិចទៅឲ្យសាច់មាន់ឆ្វេះឥឡូវដាក់សាច់មាន់ចូលសិនទៅត្រូវការឲ្យខ្ញុំកំឡឹកជំហានឈប់ខ្ញុំកំពុងរកស្គរប៊ីចេងឥឡូវតាក់ពុះឲ្យយើងដាក់អីគេមុនស្ករសនិងប្រេងក៏អាចដាក់បានដែរតែដាក់ពេលក្រោយបន្តិចឥឡូវដាក់សាច់មាន់ចូលសិនទៅត្រូវការឲ្យខ្ញុំរំលឹកជំហានបន្តទៅឈប់ចឹងសាច់មាន់យើងកាប់ហ្មងហាន់ចេះឬក៏កាប់ទៅនេះទុកញ៉ាំស្អែកកាត់ទៅខ្ញុំបានហើយកាត់តាមធ្នែសាច់ដុំល្មមញ៉ាំទៅតែបើបានដៃកាប់ត្រង់ខ្លួនឯងណាត្រូវការឲ្យខ្ញុំណែនាំពីរបៀបកាត់ហេយើងដាក់ទាំងមូលហ្នឹងឬយើងកាត់ពី3កង់ដាក់ទាំងមូលក៏បានឬកាត់ជាពី3កង់ក៏បានតាមចំណូលចិត្តអ្នកនាងតែបើកាត់វាជានឹងនេះត្រូវការឲ្យខ្ញុំណែនាំគាត់ទេអូខេចាំតិចចឹងខ្ញុំកាត់បាច់ចាប់ទេអូខេខ្ញុំអត់កាត់ទេដាក់ត្រីដាក់ខ្ទឹមណោះខ្ញុំមកតលាងខ្ទឹមនៅក្រៅឥឡូវខ្ញុំលាងនេះសិនមែនទេមកតាដាក់ទាំងមូលក៏ជឿណាឥឡូវដាក់ចូលឆ្នាំងស្ងោរបានហើយត្រូវការឲ្យខ្ញុំរំលឹកជំហានបន្តទេអូខេខ្ញុំលាងស្លឹកគ្រៃសិនត្រូវហើយលាងស្លឹកគ្រៃឲ្យសឹកសិនត្រូវការឲ្យខ្ញុំរំលឹកពីជំហានបន្តទេចាំតិចកាត់ដល់នេះមកចាមិនតាន់អ្វីទេខ្ញុំនៅចាំចំណេះមានអ្វីដែលខ្ញុំអាចជួយបន្ថែមទេហេចាំតិចសិនចាំសួរតាមទីចឹងលត្រីយើងកាត់ឬក៏យើងដំយើងដាក់ទាំងមូលចឹងបានអត់ដាក់ទាំងមូលបានតាគ្រាន់តែយកបំបែកវាបន្តិចបានហើយបានតែក្លិនវាចេញមកខ្លាំងត្រូវការខ្ញុំណែនាំតាមពីរបៀបបុកឡើយខ្ញុំដាក់ចូលហើយដាក់ខ្ទឹមសមកយីហើយខ្ទឹមយើងដាក់ឥឡូវបានអត់សួរបានអត់ទឹកពុះឲ្យលាងតិចណានេះខ្ទឹមសយើងអាចដាក់បានឥឡូវបានទេដាក់ឥឡូវបានដាក់ឥឡូវហើយអំបិលយើងដាក់បានប៉ុណ្ណេះបានអត់
វាមិនដឹងទឹកទឹកស្លោបថ្ងៃអាចដាក់ខ្ទឹមសចូលបានហើយដោយការខ្ញុំអ្នកនាំមកពីរបៀបដាក់ខ្ទឹមមកស្លឹកគ្រៃខ្ញីឬក៏សាច់មាន់ អូខេឥឡូវខ្ញុំដាក់អំបិលចូលហើយ យកធ្លាក់កាត់ចូលដើម ល្អហើយដាក់អំបិលចូលហើយឥឡូវដាក់សាច់មាន់ទៅតាត្រូវការឲ្យខ្ញុំអ្នកនាំ មកដាក់ទៀតនេះ ពីរបៀបដាក់គ្រឿងផ្សំផ្សេងទៀតទេ ឥឡូវខ្ញុំដាក់ទឹកត្រីសិន ឬ ទឹក ក្រូច ត្រី ឆ្មា ហើយខ្ញុំដាក់ទឹកត្រីចូលហើយ ណាចេញតិចទៅ ហើយនេះប៊ីចេងដាក់ទាំងអស់នោះឬក៏ដាក់បន្តិច Good ឥឡូវដាក់សាច់មាន់ចូលតាន់ល្អណាស់ Good បញ្ចេញវិទ្យា Good ល្អ ហើយឥឡូវខ្ញុំដាក់សាច់មាន់ចូលណា ដាក់សាច់មាន់ចូលហើយឥឡូវដាក់ប៊ីចេងចូលបន្តិចទៅដាក់ប្រមាណស្លាបព្រាតាមចំណូលចិត្តតែដាក់ច្រើនពេកក៏មិនល្អដែរត្រូវការឲ្យឈាមអ្នកនាំហើមពីរបៀបដាក់គ្រឿងផ្សំផ្សេងទៀត ប៊ីចេងខ្ញុំដាក់ហើយប៊ីចេង ដាក់បានពីក៏បាន